រៀបត្រីសួស្តីមិត្តអ្នកសិក្សាគណិតវិទ្យាជាទីស្រឡាញ់រាប់អាននៅរាត្រីកាលដ៏សែនមនោរម្យនេះខ្ញុំបាទសេរីយុកោមានកិត្តិយសលើកយកធរណីមាត្រ27មកបង្ហាញលំហាត់ទី10គេឲ្យត្រីកោណដែលមានរូបដូចខាងក្រោមមុំកំពូលស្មើ70មុំបាតនេះស្មើ30ហើយមុំនេះអត់ដឹងគេសួររកមុំ x នៅខាងក្រៅនេះតើមុំ x ស្មើប៉ុន្មានចឹងគេប្រាប់មុំនេះជាមុំ 2x តែគេសួររកមុំ x ស្មើប៉ុន្មានដូច្នេះដើម្បីរកមុំនេះឃើញតើយើងរកមុំនេះឃើញសិនផលបូកនៃមុំទាំង3ស្មើ180ចឹងយើងយក180ដកមុំ2ទៀតទៅឃើញមុំនេះហើយមុំនេះបូកនឹង 2x ស្មើ180ជាមុំបន្ថែមចឹងដើម្បីយើងបានរកឃើញ x ស្មើប្រមាណ x ស្មើ180ដកមុំដែលរកឃើញនេះសូមមើលការបកស្រាយទាំងអស់គ្នាគណនាមុំ x យើងមានមុំ70បូកមុំ30បូកនឹងមុំនេះឧបមាថាមុំ x អងចុះស្មើ180មូលហេតុអីជាផលបូកមុំក្នុងរបស់ត្រីកោណនាំឲ្យយើងបានមុំ x អងនេះស្មើ180ដកឲ្យផលបូកមុំទាំងពីរអញ្ចឹងយើងបាន180ដក70មុំទី1នេះ70បូក30 100 180ដក100នៅសល់8មុំ x អងនេះយើងឃើញ8មុំ x អងបូកនឹងមុំ 2x ស្មើ180ជាផលបូកមុំបន្ថែមអញ្ចឹងនាំឲ្យយើងបានមុំ 2x នេះស្មើ180ដកឲ្យមុំ x អង180ដកឲ្យ8ស្មើ100អញ្ចឹងយើងបានមុំ 2x ស្មើ100ចុះនាំឲ្យយើងបានមុំ x ស្មើ100ចែកឲ្យ2ស្មើ50ដូច្នេះមុំ x ស្មើ50ដឺក្រេធ្វើការពេលថ្ងៃដើម្បីចិញ្ចឹមគ្រួសារធ្វើការពេលយប់ដើម្បីសង្គមជាតិអរគុណចំពោះការយកចិត្តទុកដាក់ស្ដាប់របស់អស់លោករាត្រីសួស្តីសូមជម្រាបលា